បាទជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះថ្ងៃទី3ខែមករាដើមឆ្នាំ2026យើងហើយក៏ដើមរដូវកាលក្នុងការបង្កាត់កង្កែបផងដែរថ្ងៃនេះយើងមកបង្ហាញអំពីមេបាពូជដែលយើងអាចយកមកបង្កាត់បានសម្រាប់មេដែលខ្ញុំបានបង្ហាញនេះគឺទម្ងន់វាប្រហែលជា5-6ខាំអីហ្នឹងហើយលក្ខណៈសម្គាល់ដែលយើងមើលថាវាអាចបង្កាត់បានគឺយើងមើលនៅផ្នែកខាងក្រោមក្លៀកវាយើងមើលថាប្រសិនបើវាលក្ខណៈគ្រើមអុចបែបនេះប្រហែលជាយើងមើលអញ្ចឹងយើងអត់សូវដឹងទេតែបើសិនជាយើងបានស្ទាបទៅគឺវាគ្រើមអញ្ចឹងមានថាវាដល់អាយុដែលថាអាចត្រូវបង្កាត់បានហើយនៅក្នុងដំណាក់កាលនេះមានភាគរយដែលអាចបង្កាត់បាននៅតិចតួចខ្ញុំចង់សំដៅថាក្នុងចំណោម100មេអាចមាន10មេអីទេដែលអាចបង្កាត់បានដែលអាចមានពងហើយសម្រាប់មេបាពូជនេះដែរគឺមេបាពូជដែលមានសុខភាពល្អយើងសម្រាប់នឹងយកមេបាណាដែលស្អាតដើម្បីយកមកធ្វើការបង្កាត់កូនព្រោះជាទូទៅតើកាលណាមេបាពូជស្អាតកូនមកក៏ស្អាតដែរតែកាលណាមេបាពូជសុខភាពល្អកូនមកក៏សុខភាពល្អដែរសម្រាប់មេនេះវាមានមៀតតូចល្មមទេក៏ប៉ុន្តែវាមានដាក់ពងមុនបើមេដែលធំវាអត់សូវទាន់ដាក់ពងបានលឿនដូចមេដែលមានមៀតតូចទេក្បាលតូចមៀតតូចសម្រាប់មួយនេះវិញគឺជាបាពូជនេះជាឈ្មោលកង្កែបឈ្មោលហើយលក្ខណៈចំណាំរបស់វាគឺយើងមើលនៅផ្នែកខាងក្រោមករបស់វាហ្នឹងគឺវាមានថង់ខ្យល់ថង់ខ្យល់ពេលវាយំលឺសូរហ្នឹងហើយថង់ខ្យល់ពេលវាយំទៅលឺសូរយើងឃើញប៉ោងអញ្ចឹងនេះគឺលក្ខណៈចំណាំបែបកង្កែបឈ្មោលហើយសម្រាប់ឈ្មោលនេះទម្ងន់វាប្រហែលជាអាច3ខាំខ្លះ4ខាំដែរអញ្ចឹងយើងក៏សម្រាប់យកអាណាដែលធំហើយយើងយកដៃវែងមានធំដៃវែងព្រោះថាពេលវាអោបមេទៅគឺវាអោបបានណែនគឺវារឹបបានល្អហើយធ្វើឲ្យការបញ្ចេញពងរបស់មេក៏ល្អអញ្ចឹងបើសិនបើបងប្អូនត្រូវការកូនកង្កែបសាច់ឬក៏មេបាពូសូមតាក់ទងតាមលេខទូរស័ព្ទ2000ខាងលើដែលខ្ញុំជួបជូន